បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាកន្លែងការងារដែលខ្ញុំធ្វើបងប្អូនទាំងអស់គ្នាបាទប្រក់ដំបូលនៅលើអាគារបងប្អូនទាំងអស់គ្នាបាទនេះដូចជាបានឃើញចង្អៃនេះសកម្មភាពដែលមេធីកំពុងតែចាប់ផ្ដើមបាញ់ខ្ចៅដើម្បីយើងប្រក់ដំបូលបងប្អូននេះគេប្រើកញ្ចប់កាត់បាញ់ខ្ចៅទេបងប្អូនទាំងអស់គ្នាណាគេប្រើកញ្ចប់ទេបងប្អូនបាទយើងកំពុងតែចាប់ផ្ដើមយើងបាញ់ខ្ចៅបាញ់អីចឹងឯណាបងប្អូនទាំងអស់គ្នានេះក្រាសលីបងប្អូនទាំងអស់គ្នាក្រាសលីបាទក្រាសឡើង2តង់បងប្អូនក្តារមួយសលីមួយនិងសង្កសីមួយបងប្អូនទាំងអស់គ្នានេះកំពុងតែចាប់ផ្ដើមយើងដើរបាញ់កញ្ចប់សិនបងប្អូនទាំងអស់គ្នាណាបាទមុនដែលយើងនៅប្រក់នេះយើងដើរបាញ់កញ្ចប់តែគីននេះសិនបាញ់កញ្ចប់បាញ់2បងប្អូនបាទបាញ់គីនជៀបនឹងសង្កសីមួយបាញ់កណ្ដាលនេះមួយបងប្អូនទាំងអស់គ្នាដូចជាឃើញសកម្មភាពដែលខ្ញុំកំពុងតែបដិទ្ធភាពឲ្យអ្នកទាំងអស់គ្នានឹងបានឃើញបងប្អូនទាំងអស់គ្នាណាបាទបងប្អូនមួយសន្លឹកនេះដូចជា24ម៉ែត្របងប្អូនទាំងអស់គ្នាណាមួយសន្លឹកនេះ24ម៉ែត្របាទអ្នកទាំងអស់គ្នាគឺតែអ្នកបាញ់ហ្នឹងឡើង3 4អ្នក5អ្នកបាទអ្នកទាំងអស់គ្នាណាបាទអ្នកបាញ់បាទអ្នកក្រាសលីហ្នឹង4អ្នកបាទក្រាក្តាស់1ក្រាសលីក្រាក្តាស់2ក្រាសលី2បងប្អូនទាំងអស់គ្នាបាទទាំងអស់វាឡើងជិត10អ្នកជាងដែរបងប្អូនទាំងអស់គ្នាណាបាទនេះគឺជានៅខាងក្រៅនេះគឺជាអ្នកក្រាសលីបងប្អូនទាំងអស់គ្នាយើងក្រារួចហើយក៏យើងទាញស័ក្តិសិទ្ធិឲ្យគេប្រក់បងប្អូនទាំងអស់គ្នាណាបាទនេះគឺជារូបភាពដែលខ្ញុំបានផ្តិតនៅពីខាងក្រៅបងប្អូនទាំងអស់គ្នាណាបាទសកម្មភាពដែលខ្ញុំផ្តិតពីខាងក្រៅបងប្អូនទាំងអស់គ្នាដែលឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងបានទស្សនាមើលបន្តិចបងប្អូនទាំងអស់គ្នាបាទនេះគឺជាសលៃកែវបាទគេហៅថាសលៃកែវបាទអ្នកគៀបសង្កសីក៏គៀបដែរបងប្អូនទាំងអស់គ្នាណាបាទគៀបអាកន្លែងដែលយើងតបងប្អូនទាំងអស់គ្នាដែលយើងតគ្នាអាកន្លែងភ្លីវាបងប្អូនយើងគៀបធ្វើម៉េចឲ្យវាជាប់ឲ្យវារឹងកុំឲ្យវាខ្យល់បងប្អូនទាំងអស់គ្នាណាបាទនេះយើងចាប់ដើមគៀបសកម្មភាពបាទនេះខ្ញុំផ្តិតពីលើបងប្អូនទាំងអស់គ្នាណាខ្ញុំផ្តិតពីលើបាទមួយថ្ងៃយើងក្រាលបានដូចជា3 4 5 6ផុងដែរបងប្អូនទាំងអស់គ្នាមួយផុងដូចជាប្រហែលសន្លឹកដូចជា10សន្លឹកបងប្អូនទាំងអស់គ្នាណាមួយផុងដូចជា10សន្លឹកនេះបាទនេះសកម្មភាពដែលក្រុមការងារកំពុងតែចាប់ផ្ដើមរៀបចំបាទទាញសង្កសីដាក់បងប្អូនទាំងអស់គ្នាណាបាទនេះយើងកំពុងតែចាប់ផ្ដើមរៀបចំទាញសង្កសីដាក់ហើយដើម្បីយើងបាញ់កញ្ចប់ទៀតបងប្អូនទាំងអស់គ្នាបាទយើងបាញ់កញ្ចប់ទៀតសតតាមសិតទៀតដល់ម៉ោងហើយបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពដែលយើងទាញសង្កសីដាក់បងប្អូនទាំងអស់គ្នាបាទនេះហើយបងប្អូនណាបាទអាគារនេះគឺជាអាគារនៅទឹកដីស្វាយរៀងបងប្អូនទាំងអស់គ្នាទីក្រុងប្រវត្តិទីក្រុងប្រវត្តិហ្នឹងហើយបងប្អូនទាំងអស់គ្នាណាបាទយើងធ្វើនៅស្វាយរៀងបងប្អូនទាំងអស់គ្នាជាងធ្វើនៅស្វាយរៀងទេបងប្អូនទាំងអស់គ្នាណាបាទនេះគឺជាអ្នកដែលគាត់ចាំបាញ់ចាំអីបាទបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពដែលមេធីកំពុងតែចាប់ផ្ដើមរៀបចំនិងបាញ់ខ្ចៅបន្តទៅទៀតបាទសមួយស្លឹកទៀតយើងគ្របចោលបងប្អូនទាំងអស់គ្នាណាបាទដល់ម៉ោងយើងទៅទៀតអីហើយគាត់សមួយស្លឹកទៀតក៏យើងចាប់ផ្ដើមរៀបចំនិងគ្របដើម្បីយើងចុះទៅដីទៅទៀតទៅអីហ្នឹងណាបងប្អូនទាំងអស់គ្នាបាទដល់ម៉ោងទៅអីហើយបងប្អូនទាំងអស់គ្នាណាបាទបងប្អូនបើពេញចិត្តវីដេអូមួយនេះទេបងប្អូនទាំងអស់គ្នាកុំភ្លេចនឹងជួយ like ជួយ share ឬហើយជួយ comment ម្នាក់មួយផងដើម្បីឲ្យផ្ដល់កម្លាំងចិត្តដល់ខ្ញុំទាំងអស់គ្នាតែម្ដងបងប្អូនទាំងអស់គ្នាណាបាទនេះគឺជាសកម្មភាពដែលយើងនឹងរៀបចំនិងបាញ់បង្ហើយដើម្បីយើងចុះទៅដីទៅអីបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពដែលយើងកំពុងតែចាប់ផ្ដើមរៀបចំបាញ់បង្ហើយណាបងប្អូនទាំងអស់គ្នាបាទកុំភ្លេចបងប្អូនយើងទាំងអស់គ្នាបើពេញចិត្តវីដេអូមួយនេះទេអ្នកទាំងអស់គ្នាណាបាទកុំភ្លេចជួយ like ជួយ share ឬហើយ comment នៅពេលក្រោយម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំទាំងអស់គ្នាតែម្ដងបងប្អូនទាំងអស់គ្នាបាទវីដេអូរបស់ខ្ញុំក៏មានតែត្រឹមនឹងឯងដែរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជម្រាបលាបាយបាយសូមជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូនទាំងអស់គ្នាបាទនេះគឺជាទេសភាពដែលខ្ញុំនៅពីលើបងប្អូនទាំងអស់គ្នាដែលស្រស់ស្អាតទេបងប្អូនទាំងអស់គ្នាណាបាទនៅទាំងគ្នាថាស្អាតទេជួយ comment ពីក្រោយម្នាក់មួយផងបាទបងប្អូនទាំងអស់គ្នាណាគឺជាទេសភាពដែលខ្ញុំបានផ្តិតពីលើបងប្អូនទាំងអស់គ្នាណាបាទស្អាតទេបងប្អូនបាទស្អាតទេ comment ពីក្រោយម្នាក់មួយផង